Ngày nắng nhâm mình gì bị ca ở thay toa mà tô hồng na e vì rồi học này cho nó kỳ mùi nắng cứ ca bắt đầu pre mà xin giờ pe còn nói ca bắt đầu pre mà xin dương cua pla bắt đầu riêng ron mà quan bẻ mối tới pi quan lồng mai mà đòn hay chẳng pu pe pe để dương cua mà đồ nắng cứ dương cua phở pe mà xin là lõ đại miền cầm bật full synthetic và pe cầm lang ở đọp xá សម្រាប់ខ្ញុំប្រើប្រភេទMolly 10ខ្សែហើយចំណុចទី2ហ្នឹងគឺការផ្លាស់ប្ដូរប្រេងប្រអប់លេខដែលយើងហៅថាប្រេងកាឡេហ្នឹងណាបើតាមរយៈពេលកំណត់ជាទូទៅគេផ្លាស់ប្ដូរជារៀងរាល់ពេលប្ដូរប្រេងម៉ាស៊ីន3ដងបើន័យថាយើងដូរប្រេងម៉ាស៊ីន3ដងហើយយើងដូរប្រេងកាឡេហ្នឹងម្ដងចំពោះសារៈសំខាន់នៃការប្ដូរប្រេងប្រអប់លេខឬក៏ហៅថាប្រេងកាឡេហ្នឹងវាជួយការពារប្រព័ន្ធធ្មេញស្ពឺខាងក្រោយមិនឲ្យសឹករិចរលនិងជួយឲ្យម៉ូតូយើងហ្នឹងជិះទៅ smooth មានភាពរលូននិងមិនឮសំឡេងរំខានចំណុចទី3គឺការថែទាំកង់និងមើលសម្ពាធខ្យល់ដោយសារម៉ូតូ ADV 360ជាប្រភេទម៉ូតូ Adventure ដែលប្រើប្រាស់ទាំងផ្លូវអាលាក់ហើយនិងផ្លូវរាបស្មើអញ្ចឹងយើងគួរពិនិត្យមើលសម្ពាធខ្យល់កង់មុខនិងកង់ក្រោយឲ្យបានទៀងទាត់យ៉ាងហោចណាស់មួយអាទិត្យម្ដងអញ្ចឹងកង់ដែលមានសម្ពាធខ្យល់ត្រឹមត្រូវវាជួយសន្សំចៃសាំងនិងការពារយ៉ាន់កុំឲ្យខូចហើយមួយវិញទៀតការផ្លាស់ប្ដូរសបកកង់ហ្នឹងយើងត្រូវពិនិត្យមើលសបកសបកកង់បើសិនជាផ្ទាំងឬក៏ផ្ទៃកង់ហ្នឹងវាចាប់ផ្ដើមរលោងឬប្រើប្រាស់បានពី20000ដល់25000គីឡូម៉ែត្រយើងគួរធ្វើការផ្លាស់ប្ដូរសបកហ្នឹងថ្មីដើម្បីធានាសុវត្ថិភាពដែលយើងបើកបរក្នុងពេលមានភ្លៀងធ្លាក់ចំណុចទី4ហ្នឹងគឺទាក់ទងនឹងខ្សែពានយើងត្រូវថែទាំខ្សែពានហើយនិងគ្រាប់ឃ្លីចានឃ្លីហ្នឹងចឹងរយៈពេលដែលយើងត្រូវត្រួតពិនិត្យហ្នឹងគឺរៀងរាល់10000គីឡូម្ដងគួរឲ្យជាងបើកមើលប្រអប់ខ្សែពានឬហៅថាប្រអប់កាតែហ្នឹងឲ្យគេផ្លុំសម្អាតលាងសម្អាតចេញហើយការផ្លាស់ប្ដូរខ្សែពានយើងគួរតែផ្លាស់ប្ដូរថ្មីនៅពេលដែលវាមានស្នាមប្រហែសឬរត់បានរយៈចម្ងាយចន្លោះពី20000ទៅ25000គីឡូអញ្ចឹងដើម្បីកុំឲ្យការពារកុំឲ្យខ្សែពានហ្នឹងវាដាច់កណ្ដាលផ្លូវចំណុចទី5ហ្នឹងគឺតម្រងខ្យល់ឬយើងហៅថាសបុកអែហ្នឹងចំពោះប្រអប់តម្រងខ្យល់ក្នុងរយៈពេលកំណត់មួយយើងគួរដោះមើលសម្អាតរៀងរាល់2000ទៅ3000គីឡូម៉ែត្រម្ដងហើយគួរតែផ្លាស់ប្ដូរចោលដាក់ថ្មីតែម្ដងរៀងរាល់10000ទៅ15000គីឡូម៉ែត្រអាហ្នឹងយើងមើលតាមស្ថានភាពជាក់ស្ដែងបើសិនជាវាកក្រិចឬក៏វាតោងដីច្រើនអាហ្នឹងយើងដូរទៅវាអាហ្នឹងវាទៅតាមស្ថានភាពផ្លូវដែលយើងជិះបើយើងជិះផ្លូវដីហុយច្រើនអាហ្នឹងយើងគួរតែឆាប់ដូរប៉ុន្តែបើយើងជិះផ្លូវស្អាតអាហ្នឹងវាអាចនៅបានយូរចំណុចទី6ការថែទាំប្រព័ន្ធហ្វ្រាំងនិងប្រេងហ្វ្រាំងប្រទះហ្វ្រាំងយើងគួរតែពិនិត្យមើលកម្រាស់ប្រទះហ្វ្រាំងមុខនិងហ្វ្រាំងក្រោយរៀងរាល់5000ទៅ10000គីឡូម៉ែត្រម្ដងបើសិនជាវាសឹកដល់កំណត់ហើយយើងត្រូវផ្លាស់ប្ដូរថ្មីដើម្បីកុំឲ្យវាស៊ីសឹកដល់ថាសហ្វ្រាំងមួយទៀតប្រេងហ្វ្រាំងយើងគួរតែផ្លាស់ប្ដូរប្រេងហ្វ្រាំងថ្មីរៀងរាល់2ឆ្នាំម្ដងព្រោះប្រេងហ្វ្រាំងចាស់វាកាលណាយើងប្រើយូរទៅវាស្អិតវាធ្វើឲ្យយើងចាប់ទៅវាពិបាកចាប់ចំណុចទី7ហ្នឹងគឺ Buji យើងគួរពិនិត្យរៀងរាល់10000គីឡូម៉ែត្រម្ដងនិងផ្លាស់ប្ដូរថ្មីរៀងរាល់20000គីឡូម៉ែត្រម្ដងហើយ Buji ដែលថ្មីឬនៅល្អវាជួយឲ្យយើងដេរទៅវាងាយឆេះហើយវាអត់កត្រាក់ចំណុចទី8ហ្នឹងអាគុយម៉ូតូ ATV 360ហ្នឹងវាប្រើប្រព័ន្ធ Smart Key ហើយវាមានប្រព័ន្ធអគ្គិសនីច្រើនអញ្ចឹងអាគុយហ្នឹងគឺវាសំខាន់ណាបើសិនបើអត់បានប្រើប្រាស់ម៉ូតូរយៈពេលយូរយើងគួរតែកាច់វាប្រឆេះចោល10នាទីក្នុងមួយអាទិត្យម្ដងដើម្បីឲ្យវាមានភ្លើងចូលហើយជាទូទៅអាយុកាលអាគុយវាហ្នឹងវាមានចន្លោះពី2ទៅ3ឆ្នាំយើងត្រូវត្រួតពិនិត្យវល់វាម្ដងចំណុចទី9ហ្នឹងគឺទឹកស្អំម៉ូតូ ATV 160វាប្រើប្រាស់ទឹកស្អំអញ្ចឹងយើងត្រូវពិនិត្យមើលកម្រិតទឹកស្អំនៅក្នុងធុងទឹកវាហ្នឹងឲ្យបានទៀងទាត់ហើយប្ដូរទឹកស្អំថ្មីរៀងរាល់15000ទៅ20000គីឡូម៉ែត្រម្ដងដើម្បីការពារកុំឲ្យម៉ាស៊ីនឡើងកម្ដៅខ្លាំងពីព្រោះទឹកស្អំហ្នឹងវាជួយបញ្ចុះកម្ដៅម៉ាស៊ីនចំណុចទី10ហ្នឹងគឺការលាងសម្អាតម៉ូតូយើងអាសាលាងសម្អាតកតិចកតិដីយាបចេញជាប្រចាំទៅ
ជាពិសេសក្រោយពេលដែលយើងជិះកាត់ភ្លៀងឬផ្លូវមានភក់អីហ្នឹងវាជួយការពារទូម៉ូតូនិងបលុងឬក៏ខ្សែខ្យល់គេហ្នឹងកុំឲ្យឆាបឆេះកាលណាយើងប្រឡាក់ដីហើយយើងអត់លាងវាចេញឲ្យឆាបទេញឹកញាប់ទេអាហ្នឹងគឺវាឆេះហើយអញ្ចឹងចំពោះការថែទាំម៉ូតូ ATV 160ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់អរគុណ